ការរស់នៅក្នុងយុគ9ដើម្បីស្វែងរកសេចក្តីសុខពិតប្រាកដនិងថាមពលវិជ្ជមាននៅក្នុងសម័យកាលដែលអ្វីៗគ្រប់យ៉ាងប្រែប្រួលលឿនដូចផ្លេចបន្តហើយពិភពលោកកំពុងស្ថិតក្នុងថាមពលនៃយុគ9ដែលជាយុគនៃធាតុភ្លើងមនុស្សជាច្រើនកំពុងមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាកំពុងរត់ដង្ហក់តាមមិនទាន់នៅសង្គមធាតុភ្លើងនាំមកនូវភាពភ្លឺស្វាងនិងបច្ចេកវិទ្យាដ៏អស្ចារ្យប៉ុន្តែវាក៏អាចដុតកម្ដៅចិត្តរបស់យើងឲ្យខ្លោចរហូតបង្កជាភាពតានតឹងនិងការបាត់បង់សេចក្តីសុខផ្លូវចិត្តបានដោយងាយៗតើក្នុងរយៈពេល20ឆ្នាំខាងមុខនេះយើងគួររៀនរស់នៅបែបណាដើម្បីឲ្យជីវិតមានតុល្យភាពមានសេចក្តីសុខនិងពោរពេញទៅដោយភាពវិជ្ជមានគន្លឹះដំបូងបំផុតសម្រាប់ការរស់នៅក្នុងយុគ9គឺការរៀនរស់នៅដោយមានសតិក្នុងពិភព Digital ដោយសារយុគនេះគ្រប់គ្រងដោយធាតុភ្លើងដែលតំណាងឲ្យភ្នែកនិងការមើលឃើញដូច្នេះយើងងាយនឹងធ្លាក់ក្នុងអន្ទាក់នៃការប្រៀបធៀបជីវិតខ្លួនឯងទៅនឹងរូបភាពដ៏ល្អឥតខ្ចោះរបស់អ្នកដទៃនៅលើបណ្ដាញសង្គមណាស់ដើម្បីមានសេចក្តីសុខយើងត្រូវរៀនចម្រាញ់ព័ត៌មានដែលយើងទទួលបានជារៀងរាល់ថ្ងៃចូលចំណាយពេល Digital Detox ឬការនៅឆ្ងាយពីអេក្រង់ទូរស័ព្ទខ្លះដើម្បីត្រឡប់មកភ្ជាប់ទំនាក់ទំនងជាមួយខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ក្នុងពិភពពិតការចេះដាក់ទូរស័ព្ទចុះហើយរីករាយនឹងខ្យល់អាកាសឬការញ៉ាំអាហារដោយចិត្តស្កប់គឺជាឱសថដ៏សំខាន់និងស័ក្តិសិទ្ធិបំផុតនៅក្នុងយុគ9នេះទន្ទឹមនឹងនេះយុគ9តំណាងឲ្យការយល់ដឹងខាងវិញ្ញាណដូច្នេះការវិនិយោគលើសុខភាពផ្លូវចិត្តគឺជាទ្រព្យសម្បត្តិដ៏ធំបំផុតចូលរៀនធ្វើសមាធិឬការហាត់យូហ្គាដើម្បីពន្លត់កម្ដៅនៃធាតុភ្លើងក្នុងចិត្តភាពវិជ្ជមានមិនមែនកើតឡើងដោយសារយើងមានរបស់របរប្រើប្រាស់សេរីទំនើបបំផុតនោះទេប៉ុន្តែវាកើតចេញពីចិត្តដែលចេះស្កប់ស្កល់និងការដឹងគុណចំពោះអ្វីដែលយើងមានក្នុងពេលបច្ចុប្បន្ននៅក្នុងយុគដែលអ្វីៗវារហ័សពេកការរៀនរស់នៅឲ្យយឺតក្នុងចំណុចខ្លះនឹងជួយឲ្យអ្នកមើលឃើញសម្រស់នៃជីវិតដែលអ្នកធ្លាប់តែរំលងអ្វីដែលកាន់តែសំខាន់នៅក្នុងយុគ9គឺការកសាងភាពស្មោះត្រង់និងតម្លៃពិតក្នុងយុគនៃរូបភាពមនុស្សអាចក្លែងបន្លំអ្វីៗបានយ៉ាងងាយប៉ុន្តែអ្វីដែលនៅគង់វង្សនិងមានតម្លៃបំផុតគឺភាពពិតប្រាកដចេញពីខាងក្នុងចូលរស់នៅដោយភាពស្មោះត្រង់នឹងខ្លួនឯងនិងអ្នកដទៃកាលណាដែលអ្នករស់នៅដោយមិនបាច់ពាក់មុខមាត់ក្លែងក្លាយដើម្បីបង្អួតនរណាម្នាក់ចិត្តរបស់អ្នកនឹងមានសេរីភាពហើយថាមពលវិជ្ជមាននឹងហូរចូលមកក្នុងជីវិតរបស់អ្នកដោយឯងការចេះចែករំលែកនិងការមានចិត្តមេត្តាចំពោះអ្នកជុំវិញខ្លួនក៏ជាវិធីសាស្ត្រមួយក្នុងការបង្កើតរស្មីនៃធាតុភ្លើងដ៏ស្រទន់និងមានមន្តស្នេហ៍សម្រាប់ខ្លួនឯងផងដែរជាចុងក្រោយចូលចងចាំថាយុគ9គឺជាយុគនៃពន្លឺអាចផ្ដល់ភាពកក់ក្ដៅហើយពន្លឺក៏អាចដុតបំផ្លាញបានដែរវាអាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់វាចូលរៀនរស់នៅដោយភាពឆ្លាតវៃប្រើប្រាស់បច្ចេកវិទ្យាជាឧបករណ៍ដើម្បីបម្រើជីវិតតែមិនមែនឲ្យវាជាម្ចាស់លើជីវិតឡើយចូលរក្សាចិត្តឲ្យដូចជាទឹកដែលអាចបត់បែនបានគ្រប់កលៈទេសៈដើម្បីត្រជាក់នៅក្នុងយុគដែលក្ដៅសូមអរគុណចំពោះការតាមដានទស្សនាវីដេអូប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like និង subscribe Channel របស់ពួកយើងដើម្បីទទួលបាននូវព័ត៌មានថ្មីៗនិងចំណេះដឹងថ្មីៗបន្ថែម Subscribe for more